គៀកចូលឆ្នាំថ្មីហើយអ្នកនាងខាត់សឃីមនិយាយពីសង្គមកាន់តែទំនើបមនុស្សកាន់តែស៊ីវិល័យតែអ្វីដែលថយចុះគឺការអប់រំនៅសុកស្រាប់តែតារាចម្រៀងពហុជំនាញអ្នកនាងខាត់សឃីមនិយាយពីសង្គមកាន់តែទំនើបមនុស្សកាន់តែស៊ីវិល័យតែអ្វីដែលថយចុះគឺការអប់រំគុណធម៌សិលធម៌និងភាពស្មោះត្រង់របស់មនុស្សទៅវិញអ្នកនាងខាត់សឃីមជាតារាចម្រៀងជើងចាស់ល្បីឈ្មោះមួយរូបដែលមានការទទួលស្គាល់ពីមហាជនជាច្រើនស្រឡាញ់និងចូលចិត្តជាស្ដាយរកពេលអ្នកនាងបញ្ចេញយោបល់ម្ដងតែងតែចំបេះដូងអ្នកគាំទ្រគ្រប់ពេលវេលាអ្វីកាន់តែក្តៅកក្រោកនៅក្នុងពេលនេះគឺគៀកចូលឆ្នាំថ្មីហើយអ្នកនាងខាត់សឃីមបែរជានិយាយពីសង្គមកាន់តែទំនើបមនុស្សកាន់តែស៊ីវិល័យតែអ្វីដែលថយចុះគឺការអប់រំគុណធម៌សិលធម៌និងភាពស្មោះត្រង់របស់មនុស្សពាក្យពេចន៍របស់អ្នកនាងខាត់សឃីមខាងលើនេះធ្វើឲ្យអ្នកគាំទ្រពេញចិត្តស្ដុកតែម្ដងតារាចម្រៀងខាត់សឃីមពោលពាក្យដូចនេះបន្ទាប់ពីឃើញមួយរយៈពេលចុងក្រោយនេះមើលឃើញថាសង្គមខ្មែរមានរឿងជាច្រើនដែលបានកើតឡើងជាមួយនឹងការបង្ហាញអារម្មណ៍ពិតរបស់ខ្លួននៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះអ្នកនាងខាត់សឃីមក៏បានបញ្ចេញនៅបទចម្រៀងថ្មីជាច្រើនរបស់ខ្លួនដើម្បីអបអរឆ្នាំថ្មី